រឿងនេះនិយាយពីណនជាក្មេងប្រុសវ័យ17ឆ្នាំម្នាក់ដែលរស់នៅជាមួយឪពុកក្នុងខ្ទមតូចមួយឆ្ងាយពីភូមិណនមានចរិតរឹងរូសហើយតែងតែត្រូវឪពុកស្ដីបន្ទោសថ្ងៃមួយដោយសារតែណនរឹងរូសឪពុករបស់គាត់បានដាក់ទោសគាត់ដោយបញ្ជូនគាត់ឲ្យទៅដេកនៅព្រះបន្លាចាស់មួយក្បែរទីបញ្ចុះសពឪពុកបានប្រាប់ណនថានេះជាការដាក់ទោសដើម្បីឲ្យណនចងចាំនៅមេរៀនដែលគាត់បានបង្រៀនហើយនឹងមកទទួលណននៅព្រឹកស្អែកនូនបានជិះម៉ូតូជាមួយឪពុកទៅដល់ផ្លូវចូលព្រៃហើយត្រូវបន្តដំណើរដោយថ្មើរជើងចូលទៅក្នុងព្រៃងងឹតម្នាក់ឯងតាមផ្លូវគាត់បានជួបនឹងពូស្ដើងម្នាក់ដែលហាក់ដូចជាមនុស្សប៉ុន្តែបានបាត់ខ្លួនទៅក្នុងភាពងងឹតយ៉ាងអាតកំបាំងនូនក៏បន្តដំណើររហូតដល់ឃើញព្រែពន្លាចាស់មួយនៅពេលទៅដល់ព្រែពន្លានូនបានជួបនឹងនារីស្រស់ស្អាតម្នាក់កំពុងអង្គុយលេងជើងនៅទីនោះនូនបានជជែកជាមួយនាងហើយបានចែកបាយដំឡាបនិងសាច់ប្រៃដែលគាត់យកមកជាមួយមិនយូរប៉ុន្មានក៏មានបរិសស្គមស្គាំងពីរនាក់ទៀតលេចមកសុំបាយញ៉ាំផងដែរក្រោយមកបរិយាកាសក៏កាន់តែគួរឲ្យខ្លាចដោយមានខ្យល់បក់បោកខ្លាំងនិងសំឡេងស្រែកននបានឃើញស្រមោលមនុស្សលះខ្លួនពីក្រោយដើមឈើហើយបរិសធាត់ម្នាក់ក៏បានលោតពីលើមែឈើមកចំពីមុខគាត់ននបានដឹងថាអ្នកដែលគាត់ជួបទាំងអស់សុទ្ធតែជាខ្មោចពួកខ្មោចទាំងនោះបានសារភាពថាពួកគេគឺជាវិញ្ញាណដែលរស់នៅក្នុងទីបញ្ជូរសពបុរាណនោះ